บดอกទាំងអស់គ្នាចាចឹងបន្ទាប់ពីយើងត្រាំចំបើងចាម្សិលមិញតាំងពីព្រឹកមករហូតដល់ថ្ងៃនេះចារាំងថ្ងៃបន្តិចហើយចាចឹងម្លងម៉ោង7ដល់ម៉ោង10ព្រឹកបងប្អូនរៀបចំរយមេពេលណាក៏បានដែរណាចាហ្នឹងហើយអញ្ចឹងការរយមេមុនដំបូងគឺយើងត្រូវលាយច្បល់ចាដោយបំបែកមេអេរីដូចទៅយើងចាចាក់ម្សៅលឿងម្សៅត្នោតចូលចាអញ្ចឹងក្នុងមេមួយឈុតយើងប្រើម្សៅត្នោតមកកន្លះកញ្ចប់ចាម្សៅលឿងហ្នឹងមកកញ្ចប់ចាហ្នឹងហើយអញ្ចឹងក្នុងវីដេអូនេះម៉ានិចបដោះតែមួយសុំអញ្ចឹងយើងប្រើមេ5កញ្ចប់អាហារលឿងកន្លះហើយនឹងម្សៅដំណើប1/4ចាមានន័យថាពាក់កណ្ដាលកន្លះកញ្ចប់ចាអញ្ចឹងយើងលាយច្បល់ចូលគ្នាឲ្យសព្វណាបងប្អូនចាអញ្ចឹងជាហើយវិជ្ជាទៀតយើងគួររយមេចាចន្លោះពីម៉ោង7ដល់ម៉ោង10ព្រឹកម៉ោងណាក៏បានដែរចាអញ្ចឹងយើងលាយច្បល់ចូលគ្នាឲ្យសព្វចាយើងយកទៅរយនៅនឹងច្បើងរបស់យើងដែលទើបស្រង់មកមិញនេះណាបងប្អូនចាស្រង់ភ្លាមរៀបចំបដោះបានភ្លាមចាអញ្ចឹងក្នុងការបដោះដាក់សុំមើលនេះយើងធ្វើ4ជឿន4ស្ទាបបងប្អូនអញ្ចឹងយើងដាក់ច្បើងចាមួយជឿនកម្រាស់ប្រហែលជាមួយទឹកទៅណាចាហើយសកត់ឲ្យណែនចារួចហើយយើងចាំរយមេចាអញ្ចឹងការរយមេគឺយើងរយតែផ្នែកចំហៀងជុំវិញណាចាជឿនទី1ជឿនទី2ជឿនទី3គឺយើងរយតែផ្នែកចំហៀងដូចក្នុងវីដេអូបងប្អូនបានឃើញចាហ្នឹងហើយបងប្អូនចាអញ្ចឹងបងប្អូនរយឲ្យបានសពជុំវិញណាចាបងប្អូនខ្លាចអត់ស្មើដៃបងប្អូនបែងចែកក៏បានដែរចាបែងចែកជា4ស្ទាប់ឲ្យហើយណា4កណ្ដប់4ចំណែកឲ្យហើយទៅយើងរយទៅបានស្មើដៃល្អចាតែលោកគ្រូគាត់ជំនាញហើយអញ្ចឹងទៅយើងចាមិនបាច់ទេអីទេស្មានបានចាអញ្ចឹងស្ទាប់ទី1ស្ទាប់ទី2ស្ទាប់ទី3គឺយើងរយផ្នែកចំហៀងណាបងប្អូនចាអញ្ចឹងច្បើងចាស់ក៏ដោយថ្មីក៏ដោយឲ្យតែច្បើងល្អមិនពុកផុយមិនពុករលួយគឺយើងប្រើបានហើយចាចឹងសម្រាប់ការបដោះគឺបងប្អូនត្រូវទុកដាក់នៅកន្លែងលុបណាបងប្អូនចាហ្នឹងហើយចាអញ្ចឹងបន្ទាប់ពីយើងរយបានគ្រប់4ស្ទាប់អញ្ចឹងស្ទាប់លើគេជន់លើគេហ្នឹងគឺយើងរយពេញផ្ទៃចំបើងចាព្រោះផ្សិតរបស់យើងត្រូវដោះមកចាទាំងផ្នែកចំហៀងហើយនិងខាងលើណាបងប្អូនចាហ្នឹងហើយបន្ទាប់ពីយើងរយរួចយើងត្រូវរៀបចំគ្របតង់ចាដាច់ខាតត្រូវតែបដោះនៅកន្លែងម្លប់បងប្អូនម្លប់ឈើក៏បានសម្យ៉ាផ្ទះក៏បានចាយើងគ្របតង់គឺគ្របទុកចោលចំនួន3យប់3ថ្ងៃចាគ្របឲ្យហប់ចិត្តឈឹងណាបងប្អូនចាយើងដាក់ចងឈើនៅកណ្ដាលដើម្បីឲ្យវាមានទំនង់កណ្ដាលបងប្អូនទៅចាពេលវាហប់វាមានញើសអីវាស្រក់រត់តាមចំហៀងតង់ណាចាវាមកខាងក្រោមចាអញ្ចឹងយើងគ្របទុកចោលសិន3យប់3ថ្ងៃណាបងប្អូនចាអញ្ចឹងយើងមកមើលថ្ងៃគ្រប់ចំនួន3យប់3ថ្ងៃរបស់យើងបើកមើលសិនចាចាំបងប្អូននឹងឃើញតសៃស្ពួរតសៃមេផ្សិតរបស់យើងហ្នឹងវាឡើងចាដូចស្បុកពីពាំងនៅនឹងលើច្បើងរបស់យើងចាអញ្ចឹងយើងបើកនេះគឺដើម្បីស្រោចទឹកផ្ដាច់សរសៃចាអញ្ចឹងមុននឹងស្រោចទឹកគឺយើងត្រូវបើកចំហចោលកន្លះម៉ោងសិនឲ្យអស់ជាតិក្តៅជាតិហប់ណាបងប្អូនចាហ្នឹងហើយអញ្ចឹងយើងទុកចោលសិនចាំកន្លះម៉ោងក្រោយចាំយើងមកស្រោចទឹកចឹងការស្រោចទឹកផ្ដាច់សរសៃគឺការស្រោចទឹកបរិមាណច្រើនកម្លាំងទឹកខ្លាំងចឹងបងប្អូនប្រើបយស្រោចក៏បានចាសយោបាញ់ស្រោចក៏បានដែរចាចឹងការស្រោចផ្ដាច់សរសៃនេះយើងយកល្អយើងគួរលើកមកស្រោចកន្លែងផ្សេងមកដើម្បីកុំឲ្យវាជោគជាំពេកចាហើយបងប្អូនបដោះផ្ទាល់ដីចាយើងលើកអត់កើតទេអញ្ចឹងយើងបាញ់ស្រោចនៅកន្លែងនឹងតែម្ដងទៅចាតែបើសុំយើងអាចលើកបានយើងលើកមកស្រោចឲ្យក្រៅមកចាស្រោចគឺស្រោចច្រើនកម្លាំងទឹកខ្លាំងឲ្យវាដាច់អត្តស័យហ្នឹងបានវាចាប់គ្រាប់ជាកូនផ្សិតណាបងប្អូនចាអញ្ចឹងជាទូទៅបន្ទាប់ពីយើងផ្ដាច់សរសៃហើយគឺប្រើពេលត្រឹមតែ3-4ថ្ងៃចាប់ផ្ដើមសង្កេតឃើញមានកូនផ្សិតដែរចាហ្នឹងហើយចាអញ្ចឹងយើងស្រោចរួចហើយទុក15នាទីចាំយើងគ្របវិញណាបងប្អូនចាអញ្ចឹងយើងមករៀបចំគ្របវិញ
ក្របលឹកនេះយើងមិនចាំបាច់ឲ្យហប់ចិត្តឈឹងទេបងប្អូនយើងមានឲ្យខ្យល់ចូលខ្លះដែរណាចាផ្នែកខាងក្រោមក៏យើងមិនបាច់សកត់អីឲ្យវាណែនដែរចាមានខ្យល់ចូលខ្លះហើយខាងលើចាយើងហៅបង្ហើយខ្យល់ចាបងប្អូនមានតយោអញ្ចឹងក៏ស្រួលដែរបងប្អូនចាបើថាអត់មានតយោទេបងប្អូនឆ្នៃធ្វើម៉េចឲ្យនៅខាងលើហ្នឹងវាមានខ្យល់ចាញ់ណាខ្យល់វាចូលពីក្រោមមកខ្យល់ក្តៅវាហើរទៅខាងលើចាចឹងធ្វើឲ្យផ្សិតរបស់យើងនឹងចាប់គ្រើបចាបើយើងផ្លិចចំហគឺអត់ដោះទេចាចឹងយើងត្រូវតែឲ្យមានចំហអញ្ចឹងឯងបងប្អូនចាចឹងបន្ទាប់ពីយើងចំហរួចរាល់ហើយគឺយើងទុកចោលបងប្អូនអត់មានត្រូវស្រោចទឹកទៀតទេណាចាចាំមើល 3-4 ថ្ងៃក្រោយយើងសង្កេតឃើញមានកូនផ្សិតមកហើយបងប្អូនចានេះគ្រប់ប៉ុណ្ណឹងឯណាបងប្អូនចាចឹងអរគុណច្រើនបងប្អូនវីដេអូនេះមានប៉ុណ្ណឹងឯងបងប្អូនអនុវត្តបានប្រើពេល8ទៅ10ថ្ងៃផ្សិតដោះហើយ15ទៅ17ថ្ងៃគឺយើងដកញ៉ាំបានណាដល់ពីថ្ងៃប្រូយមេមកចាអរគុណច្រើនអូនអើតែជនគាត់ទិញមេផ្សិតយកទៅបដោះដល់ពេលបដោះទៅបានផលក៏ថតមកឲ្យមើលក៏សប្បាយចិត្តអូដោះច្រើនមែនទេនេះបដោះក្នុងស៊ុំមិននេះងាយបំផុតហើយបងប្អូនមិនបាច់ធ្វើរោងធ្វើអីទេអ្នកដែលចង់បដោះផ្សិតលក្ខណៈគ្រួសារចង់បដោះញ៉ាំកុំឲ្យវាមានសារធាតុគីមីណាយើងទិញមកពីនេះពីនោះយើងអត់ដឹងច្បាស់ទេថាគេដាក់សារធាតុគីមីអីណាបើយើងបដោះខ្លួនឯងគឺធម្មជាតិសុទ្ធបដោយបងប្អូនរកតែច្បើងមកដាក់ច្បើង2ដុំមកច្បើង2ដុំស៊ុំមួយយើងប្រើច្បើងតែម្ដុំកន្លះទេម្ដុំនៃត្រាក់ទ័រមូណាស៊ុំមួយមិនប្រើម្ដុំកន្លះទេនេះបងប្អូនទិញមេផ្សិតពីខាងយើងទៅយើងមាន